ពេលដែលអ្នកប្រើ AliExpress send email នៅពេលនោះ program ហ្នឹងវានឹង download mail ពី server យកមកដាក់លើកម្មវិធីវាតែម្ដងអញ្ចឹងគោលបំណងកន្លែងហ្នឹងគឺយើងចង់កំណត់ថានៅពេលយើងប្រើកម្មវិធី AliExpress ក៏ដោយអញ្ចឹង message ក៏ត្រូវតែ store នៅលើ mail server ហើយនឹង store នៅលើ client ផងដែរអញ្ចឹង AliExpress នេះតំណាងឲ្យ client Diamond គឺតំណាងឲ្យ mail server អញ្ចឹងទី1ខ្ញុំបើក program AliExpress ចឹងនៅក្នុង program AliExpress នេះគឺខ្ញុំបានជ្រើសរើសយក account មួយឈ្មោះថា account test បន្តមកទៀតខ្ញុំបើក web ម្ដងហើយខ្ញុំ log ចូល account test ដដែលអញ្ចឹង account test បាន log ចូលពីកម្មវិធីផ្សេងគ្នាមួយគឺខ្ញុំ log តាមអ៊ីនធឺណិតមួយទៀតខ្ញុំ log តាមរយៈកម្មវិធី AliExpress អញ្ចឹងនៅពេលនេះខ្ញុំសាកល្បង send email មកកាន់ email test ហ្នឹងថាតើវាអាច store នៅលើ server អត់អញ្ចឹងខ្ញុំបើក mail server សិនខ្ញុំបើក Explorer មកក្នុង C Diamond user UPP domain name អញ្ចឹងតេស្តអញ្ចឹងជាកន្លែងនេះគឺជាកន្លែង store mail របស់យើង store message អញ្ចឹងមើលកន្លែងនេះមានតែពីរ file នេះទេអញ្ចឹងខ្ញុំចាប់ដើមបើក web ហើយខ្ញុំចាប់ send អញ្ចឹងខ្ញុំ send មកខ្លួនឯងគឺ send មកតេស្តខ្លួនឯងអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាមួយ3ដងហើយខ្ញុំសាក send ម្ដងទៀត send មកខ្លួនឯងម្ដងទៀតពី2ម្ដងអញ្ចឹងខ្ញុំត្រឡប់មកលើ folder នេះខ្ញុំឃើញសារមួយទៀតចេញសារមកមួយទៀតឡើយនេះអញ្ចឹងសារមកពីរអញ្ចឹងសារនេះគឺវា store នៅលើ mail server មានថាក្នុង C Diamond user domain name និង user test គឺវា store ប៉ុន្តែនៅពេលដែលខ្ញុំមកបើកលើ program AliExpress វិញនៅពេលខ្ញុំ send receive នៅពេលនោះវានឹងទាញ message ពីរហ្នឹងយកមកដាក់នៅក្នុង mail client យើងវិញតែម្ដងអញ្ចឹងមួយពីពីរនឹងទាញមកដល់ខ្ញុំមកមើលនៅលើ folder នេះវិញត្រូវបានបាត់ហើយខ្ញុំមកមើលនៅលើ web នេះវិញខ្ញុំ refresh វាទៅក៏បាត់ដែរ get mail អញ្ចឹងក៏វាអត់មានដែរអញ្ចឹងខ្ញុំតម្រូវធ្វើយ៉ាងម៉េចឲ្យយើងអាចបើកតាម web ក៏មានបើកតាម AliExpress ក៏មានដែរអញ្ចឹងដល់ខ្ញុំគឺកំណត់នៅក្នុង AliExpress ចុចទៅលើ tool យក account property នៅត្រង់ advanced ខ្ញុំ tick ត្រង់កន្លែងឬ copy of message on the server អញ្ចឹងកន្លែងនេះខ្ញុំត្រូវ tick វាមួយដែរបើឧទាហរណ៍ថាធម្មតា message បើយើង store លើ server ច្រើនពេកវាធ្វើឲ្យការ process វាឬការចំណាយ bandwidth វាច្រើនវា slow វាយឺតអញ្ចឹងនេះខ្ញុំកំណត់ថា5ថ្ងៃក្រោយវានឹងលុប message នឹងចោល5ថ្ងៃក្រោយលុប message ចោលអញ្ចឹងខ្ញុំសាកល្បងចូល web ហើយខ្ញុំ send មកខ្លួនឯងម្ដងទៀតដាក់លេខ7ទៅ send មកខ្លួនឯងមួយទៀតចឹងខ្ញុំមកមើលនៅក្នុង mailbox របស់វាlại store mailbox វិញក៏វាមាន message មកមួយដែរនេះទីទៀតមកមួយទៀតឡើយចឹងមកពីរចឹងឡើយនេះខ្ញុំចាប់ដើម get mail ចឹងទទួលបាន mailbox 2ហើយខ្ញុំមកលើកម្មវិធី AliExpress send receive និងទទួលបាន mailbox ថែម2ទៀតលេខ7លេខ8ហើយខ្ញុំត្រឡប់មកមើលលើនេះវិញក៏ mail 2នៅដដែលខ្ញុំ refresh នៅដដែលហើយខ្ញុំមកមើលលើ web នេះ renew refresh នៅដដែលបាទអញ្ចឹងក្នុងការកំណត់ mail store server និង client ត្រូវបានបញ្ចប់